បាទអនុញ្ញាតគ្រប់នឹងជម្រាបសួរបងប្អូនអរគ្នាស្វាគមន៍ជាថ្មីមកកាន់វីដេអូរបស់ខ្ញុំនៃការយកឡានទៅជូនភ្ញៀវនេះគឺជាដំណើរនៃការយកឡានទៅជូនបងស្រីនៅខាងសៀមរាបបាទអញ្ចឹងគឺបេសកកម្មនេះរៀងធុនធ្ងរបន្តិចឲ្យបងប្អូន330គីឡូពីតាខ្មៅទៅណាបាទប៉ុន្តែមិនជាថ្មីទេឲ្យតែបងប្អូនទុកចិត្តបាទបងប្អូនអាចកក់លុយគឺខ្ញុំបើកជូនតាមការស្នើសុំបងប្អូនទៅដល់ផ្ទះបាទអញ្ចឹងនេះគឺជាដំណើរតាមដងផ្លូវបាទកូនក្តៅមួយនេះគឺខ្ញុំរត់78បាទនេះគឺជាប្រភេទហ៊ានដែរអត់ទោសផលិតឆ្នាំ97ពណ៌ទឹកមាសដែលបងប្អូនបានសួរនាំច្រើនប៉ុន្តែអត់ត្រូវថ្លៃគ្នាតែចំណែកឲ្យបងស្រីនៅខាងសៀមរាបគាត់តម្លៃដល់ហើយគាត់កក់លុយក៏បានទៅដល់គាត់ទៅបាទអញ្ចឹងនេះគឺខ្ញុំធ្វើដំណើរតាមដងផ្លូវយកទៅជូនបងហើយការព្យាករខ្ញុំចេញពីតាខ្មៅទៅម៉ោង12ខ្ញុំគិតថាខ្ញុំអាចទៅដល់នោះត្រឹមម៉ោង5ប៉ុន្តែជាសំណាងមិនល្អបងប្អូនហើយគឺមិនអាចទៅដល់ដូចការដែលរំពឹងទេបាទមកដល់ដូចជាហួសស្គុនបន្តិចបងប្អូនណាដូចជាហួសទឹកដីស្គុនមិនបន្តិចខ្ញុំអត់ប្រកាសដែរអានេះប្រហែលជាស្គុនហើយថាស្ទះចរាចរណ៍ស្ទះយកតែមែនតែនបងប្អូនបាទអញ្ចឹងខ្ញុំនៅជាប់ចរាចរណ៍នេះប្រហែលជាក្បែរ2ម៉ោងបងប្អូនណាបាទប៉ុន្តែមិនជាអីទេបងស្រីគាត់យោគយល់បាទបងគាត់ថាអីទេធ្វើម៉េចបើស្ទះបាទខ្ញុំទៅដល់បាគងហើយនោះក៏ស្ទះទៅដល់ក្រុងសៀមរាបហើយនឹងក៏ស្ទះបាទបងប្អូនគាត់ធ្វើដំណើរកំសាន្តច្រើនជាពិសេសចំថ្ងៃអាទិត្យអញ្ចេះបាទគាត់ធ្វើដំណើរកំសាន្តច្រើនមែនទែនបាទអញ្ចឹងបងគាត់នៅចាំរហូតបាទអត់អីទេសម្រាប់បងអរគុណសម្រាប់ការយោគយល់របស់បងហើយកូនក្តាមនេះបងប្អូនខ្ញុំរត់78រហូតបងប្អូនណាទៅតាមផ្លូវបាទហើយយកទៅជូនបងស្រីក៏មិនមែនជាអតិថិជនថ្មីដែរបងស្រីគាត់ជាអតិថិជនចាស់បាទលើកមុនគាត់ទិញVisto មួយគ្រឿងជូនប៉ាគាត់បាទជូនប៉ាគាត់ឲ្យគាត់ប៉ាគាត់បានប្រើអញ្ចឹងណាព្រោះអ៊ំប្រុសគាត់មានវ័យចំណាស់ហើយទិញកូនឡានទៅក៏ប្រើស្រួលសម្រាប់គាត់ដែរអញ្ចឹងនេះគឺមកដល់ផ្ទះគាត់ហើយគាត់កំពុងតែឆែកឡានហើយកំពុងតែមើលបាទជាមួយនឹងបងប្រុសហើយនោះគឺជា Visto ដែលគាត់ទិញពីខ្ញុំកាលពី2ខែកន្លងទៅណាបងប្អូនបាទឥឡូវនេះគឺគាត់ស្រឡាញ់ហើយត្រូវគ្នាហើយបងប្អូនណាហើយខ្ញុំបេសកកម្មក៏រួចរាល់ឥឡូវកក់សំបុត្រឡានក្រុងទិញសំបុត្រឡានក្រុងទៅផ្ទះវិញបាទតែទិញចំម៉ោង12យប់បងប្អូនណាបាទមកដល់ផ្ទះវិញម៉ោង6ម៉ោង7បាទអញ្ចឹងមិនជាបញ្ហាទេអរគុណច្រើនបងប្អូនដែលតែងតែទុក